ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីគន្លឹះនៃការបង្កើន Subscriber ទៅលើ Channel YouTube សម្រាប់បងប្អូនដែលចង់ឲ្យ Channel YouTube របស់បងប្អូនមាន Subscriber ច្រើនបងប្អូនអាចធ្វើតាមវីដេអូនេះបានសម្រាប់ការធ្វើនឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែត្រូវការ link Channel YouTube របស់បងប្អូនយកមកផានៅក្នុង website គឺជាការស្រេចហើយសម្រាប់ការធ្វើនឹងដែរគឺខ្ញុំធ្វើនៅក្នុង website ខ្មែរ SMM អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលមកធ្វើទាំងអស់គ្នាតែម្ដងដំបូងបងប្អូនអាចចូលមកក្នុង Channel YouTube របស់បងប្អូនដើម្បីចូលមក copy link ជាមុនសិនទីហោថាសម្រាប់ខ្ញុំគឺខ្ញុំចូលមកក្នុង Channel YouTube បែបនេះបងប្អូនហើយបន្តមកទៀតបងប្អូនឃើញសញ្ញាត្រី3ដែលនៅខាងស្ដាំដែរហើយនៅខាងលើនឹងអត់បងប្អូនចុចទៅលើសញ្ញាត្រី3នឹងមកហើយបងប្អូនបន្តចុចនៅលើពាក្យ share បន្តមកទៀតបងប្អូនចុចនៅលើពាក្យ copy link នឹងមកដើម្បី copy link បន្ទាប់ពី copy link បានហើយបងប្អូនអាចធ្វើការចេញពីក្នុង Channel YouTube របស់បងប្អូនដើម្បីចូលទៅក្នុង website វិញម្ដងសម្រាប់របៀបនៃការចូលទៅក្នុង website នឹងដែរគឺអត់ពិបាកទេបងប្អូនគឺបងប្អូនគ្រាន់តែចូលតាមរយៈ browser ណាមួយដែលបងប្អូនមានសិនជាបងប្អូនមាន Safari បងប្អូនក៏អាចចូលតាមរយៈ Safari ហើយបើសិនជាបងប្អូនមាន Chrome បងប្អូនក៏អាចចូលតាមរយៈ Chrome បានដូចគ្នាហើយមួយទៀតបងប្អូនក៏អាចចូលតាមរយៈ Google បានដូចគ្នាបងប្អូនសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំនឹងធ្វើការចូលតាមរយៈ Chrome មកបងប្អូនបន្តមកទៀតបងប្អូនគ្រាន់តែ search ពាក្យថាខ្មែរ SMMបងប្អូនចុចកូដនៅខាងក្រោមនឹងមកហើយនៅខាងលើនេះដែរគឺជាដំណើរ link ចូលទៅក្នុង website របស់យើងបងប្អូនអញ្ចឹងបងប្អូនធ្វើការចុចនៅលើ link នឹងមកដើម្បីចូលទៅក្នុង website របស់យើងផ្ទាល់តែម្ដងនៅពេលដែលបងប្អូនចុចនៅតាមដំណើរ link នឹងហើយនឹងចេញជាផ្ទាំង website បែបនេះមកឲ្យបងប្អូនប៉ុន្តែសម្រាប់បងប្អូនដែលអត់ទាន់បានចុចឈ្មោះចូលទៅក្នុង website ទេបងប្អូនក៏អាចធ្វើការចុចឈ្មោះចូលទៅក្នុង website ដើម្បីអាចប្រើប្រាស់សេវាកម្មដែលមាននៅខាងក្នុង website នេះបានណាបងប្អូនសម្រាប់ link អំពីរបៀបចុចឈ្មោះនិងរបៀបដាក់លុយចូលទៅក្នុង website ខ្ញុំនឹងដាក់ link ជូនបងប្អូននៅខាងក្រោមវីដេអូនេះតែម្ដងនៅក្នុង website នេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនតែសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹងសេវាកម្ម YouTube របស់បងប្អូនគឺការបង្កើន Subscriber ទៅលើ Channel YouTube អញ្ចឹងជាដំបូងបងប្អូនធ្វើការចុចនៅលើ logo YouTube នេះសិនមកហើយបន្តមកទៀតបងប្អូនអូនមកក្រោមដើម្បីចុចនៅកន្លែង category នេះសម្រាប់កន្លែងនេះដែរគឺយើងមានសេវាកម្មជាច្រើនដែលទាក់ទងជាមួយនឹង YouTube របស់បងប្អូនតែបងប្អូនមើលនៅលើ YouTube Subscriber សម្រាប់ YouTube Subscriber នឹងដែរគឺយើងមាន3ជម្រើសឲ្យបងប្អូនជ្រើសរើសសម្រាប់3ជម្រើសនឹងដែរបងប្អូនពេញចិត្តនៅសេវាកម្មមួយណាបងប្អូនអាចធ្វើការជ្រើសរើសសេវាកម្មមួយនឹងបានបើសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំនឹងធ្វើការជ្រើសរើសសេវាកម្មដែលនៅខាងលើគេនេះបងអស់បងប្អូនគឺ YouTube Subscriber New ចំណុចបន្តមកទៀតបងប្អូនមើលនៅកន្លែង service សម្រាប់កន្លែង service នឹងដែរគឺបងប្អូនធ្វើការជ្រើសរើសសេវាកម្មម្ដងទៀតសម្រាប់កន្លែងនឹងដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនជ្រើសរើសសម្រាប់សេវាកម្មទាំងអស់នឹងដែរបងប្អូនពេញចិត្តឬក៏មួយណាដែលជាតម្រូវការរបស់បងប្អូនអាចធ្វើការជ្រើសរើសសេវាកម្មមួយនឹងបានបើសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំនឹងធ្វើការជ្រើសរើសសេវាកម្មដែលមាន ID code 10កុដ323នឹងបងប្អូនតទៅពីបងប្អូនបានធ្វើការជ្រើសរើសនៅសេវាកម្មខាងលើនឹងអស់ហើយបងប្អូនមើលបន្តនៅកន្លែងប្រអប់ link សម្រាប់ប្រអប់ link នឹងដែរគឺខ្ញុំនឹងធ្វើការផាស link ដែលខ្ញុំបាន copy ពីដើមវីដេអូមកបងប្អូនសម្រាប់បងប្អូនដែលអត់ទាន់បាន copy link ទេបងប្អូនក៏អាចចូលទៅក្នុង channel YouTube ដើម្បីធ្វើការ copy link channel YouTube របស់បងប្អូនយកមកផានៅក្នុង website នេះវិញបងប្អូនហើយសម្រាប់របៀបនៃការផាស link នឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែសកត់ទៅលើប្រអប់ link នោះនឹងលោតអក្សរផាសមកឲ្យបងប្អូនអញ្ចឹងបងប្អូនចុចទៅលើអក្សរផាសនឹងទៅគឺបងប្អូនអាចផាស link នឹងបានហើយបន្ទាប់ពីបងប្អូនបានធ្វើការផាស link ហើយអស់ហើយបងប្អូនមើលបន្តនៅកន្លែង quantity សម្រាប់កន្លែងនឹងដែរគឺបងប្អូនធ្វើការដាក់ចំនួន subscriber ដែលបងប្អូនចង់បាននៅត្រង់កន្លែងនឹងដែរគឺបងប្អូនអាចដាក់បានចាប់ពី5 subscriber ទៅដល់ 50000 subscriber បងប្អូនអញ្ចឹងនៅចន្លោះតួលេខនឹងដែរបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែបងប្អូនត្រូវចាំថាបងប្អូនអាចដាក់តិចបំផុតគឺត្រឹម5 subscriber ហើយនឹងច្រើនបំផុតគឺត្រឹម 50000 subscriber បងប្អូនបើសម្រាប់ខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនអញ្ចឹងខ្ញុំអត់ដាក់ច្រើនទេគឺខ្ញុំដាក់ត្រឹមតែ5 subscriber ទេបងប្អូនចឹងនៅពេលដែលបងប្អូនដាក់ចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនមកបន្ទាប់នៅកន្លែងឆាតសម្រាប់កន្លែងនឹងដែរគឺនឹងធ្វើការគិតលុយស្រាប់ៗឲ្យបងប្អូនតែម្ដងថានៅពេលដែលបងប្អូនបានដាក់ចំនួនប៉ុណ្ណេះតើបងប្អូននឹងត្រូវចំណាយលុយអស់ប៉ុន្មានណាបងប្អូនតែសម្រាប់កន្លែងឆាតនឹងដែរគឺវានឹងប្រែប្រួលអាស្រ័យទៅលើចំនួន subscriber ដែលបងប្អូនបានដាក់នៅខាងលើទីហោថាបងប្អូនដាក់ចំនួនលើសពី5បងប្អូនដាក់ចំនួន20 30 40ឬក៏100អញ្ចឹងនៅកន្លែងឆាតនឹងដែរគឺវានឹងប្រែប្រួលទៅតាមនឹងបងប្អូនហើយនៅពេលដែលបងប្អូនដាក់ចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនគ្រាន់តែពិនិត្យមើលម្ដងទៀតនៅសេវាកម្មដែលបងប្អូនបានធ្វើការជ្រើសរើសនៅខាងលើបងប្អូនពិនិត្យមើលនៅកន្លែង category service link quantity ថាត្រឹមត្រូវអស់ហើយឬនៅបើសិនជាត្រឹមត្រូវអស់ហើយបងប្អូនអាចធ្វើការចុច submit បានតែសម្រាប់វីដេអូនេះដែរគឺខ្ញុំអត់បានធ្វើការបញ្ជាទិញឬក៏ធ្វើការចុច submit ទេបងប្អូនគឺខ្ញុំគ្រាន់តែធ្វើការបង្ហាញបងប្អូនអំពីរបៀបនៃការដាក់ subscriber តើគេនឹងត្រូវធ្វើរបៀបម៉េចបងប្អូនតែសម្រាប់បងប្អូនដែលបានធ្វើការចុច submit ឬក៏ធ្វើការបញ្ជាទិញអញ្ចឹងនៅពេលដែលបងប្អូនធ្វើការបញ្ជាទិញហើយនៅកន្លែងនេះដែរនឹងលោតជាវិក័យប័ត្រមួយបងប្អូនសម្រាប់វិក័យប័ត្រនឹងដែរគឺមានន័យថាការបញ្ជាទិញរបស់បងប្អូនគឺត្រូវបានទទួលយកហើយសម្រាប់វីដេអូអំពីគន្លឹះនៃការដាក់ subscriber ទៅលើ channel YouTube ក៏បញ្ចប់តែត្រឹមនេះសម្រាប់បងប្អូនដែលអត់ទាន់នៅត្រង់ចំណុចណាទេបងប្អូនក៏អាចត្រឡប់ទៅមើលវីដេអូពីដើមមកវិញបានណាបងប្អូនហើយក៏សូមអធិស្ឋានបងប្អូនទាំងអស់គ្នាចំពោះពាក្យសម្ដីលើសលួសឬក៏មិនសមរម្យនៅត្រង់ចំណុចណាឬក៏សម្លេងរំខានណាមួយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ